ចម្រើនពរញាតិញោមនេះទេសភាពនៅក្នុងព្រះវិហារវត្តកែវមនីពិសីបងវត្តនេះកសាងជាង60ឆ្នាំហើយបងក៏កើតពហិរមកជាង60ឆ្នាំលើសហើយរូបគំនូរស្អាតណាស់នឹកឃើញកាលពីក្មេងមកលេងពហិរហ្នឹងចូលចិត្តចូលមកដេកនៅលើការ៉ូហ្នឹងឯងកាអាត្មានៅពីក្មេងចូលចិត្តអើតមើលដេកផ្ងាពោះងើយមើលរូបភាពនេះឯងងើយមើលរូបភាពបើចេះតែមโนស្អីពេញទៅនឹងចេះតែគិតចេះតែរំពៃទៅហេតុតែមាននិស្ស័យតាំងពីក្មេងម្ដែរបងរហូតដល់បានបួសពីក្មេងម្ដងញោមសឹកមកហ្នឹងវា20ឆ្នាំថាឥឡូវត្រឡប់ចូលមកវិញចូលបច្ចុប្បន្ននេះក៏បច្ចុប្បន្នអាត្មាហ្នឹងក៏40 គួតហើយបងបានចូលមកបួសវិញវាអស់និស្ស័យក្នុងផ្លូវលោកទៅក៏មានអីទេញោមអើយបកក្រោយជាត្រើយទៅមុខរស់ត្រើយអត់ឃើញឃើញថាជីវិតដែលប្រព្រឹត្តទៅវាអត់មានបានអ្វីក្រៅអំពីការខាតពេលវេលាទៅទេដោយមានបញ្ហាកាលនៅក្មេងkhôngអត់សឹកទេនៅទល់ឥឡូវបងនៅមានបញ្ហាចំពោះគ្រួសារបើមិនសឹកទៅក៏វាពិបាកមកផ្ទះមេម៉ាយ3នាក់មិនឲ្យសឹកទៅចិញ្ចឹមល្មិចនៅលោកចិញ្ចឹមមិនកើតតលទៅសឹកទៅចំណាយពេល20ឆ្នាំរហូតទៅដល់កសាងគ្រួសារមានគ្រួសារបាន8ឆ្នាំហ្នឹងក៏បែកបាក់គ្នាអស់ទៅទៀតជីវិតហើយអញ្ចឹងមិនថានិស្ស័យអ្នកបួសអញ្ចឹងមែនណាញោមណាគេមិនអោយយើងវាបានសុខអារឿងជីវិតជាក្រហោះនឹងនិស្ស័យអ្នកបួសអញ្ចឹងចម្រើនពរញោមយ៉ាងមិនដែររូបភាពនៅខាងក្នុងព្រះវិហារញោមទស្សនាមើលតាមការគួរស្អាតណាស់ញោមអើយនេះបន្តិចឆ្នាំទេរូបគំនូរនេះរាប់ចូលឥឡូវហ្នឹងវា60ឆ្នាំ